ខ្ញុំជឿថាច្បាស់ជាមានរៀនបារាំងភាគច្រើនដែលខ្សោយទៅលើការស្ដាប់ភាសាបារាំងជាពិសេសគឺខ្សោយទៅលើការធ្វើមហាត់បែប CO ឬក៏កំព្រាំងចុងឬរហ័លចឹងថ្ងៃនេះខ្ញុំមានកលឹះចំនួន5យ៉ាងមកធ្វើការចែកឲ្យអ្នកនរគ្នាដើម្បីឲ្យការស្ដាប់ភាសាបារាំងអ្នកនរគ្នាកាន់តែល្អប្រសើរជាងមុនហើយការធ្វើមហាត់បែប CO ទៀតសោតក៏នឹងយកបន្ទុកបានកាន់តែខ្ពស់ជាងមុនកាន់តែល្អជាងមុនដូចគ្នាផងដែរចឹងដើម្បីកុំឲ្យខាត់ពេលយូរឥឡូវយើងមកស្វែងយល់ទាំងអស់គ្នាថាកលឹះ5យ៉ាងដែលខ្ញុំនឹងលើកឡើងនេះមានអ្វីខ្លះកលឹះទី1គឺជាការវឹកហាត់ស្ដាប់ឲ្យបានច្រើនអញ្ចឹងការវឹកហាត់ស្ដាប់ហ្នឹងគឺពិតជាមានសារៈសំខាន់មែនទែនកាលណាយើងវឹកហាត់កាន់តែច្រើនអញ្ចឹងយើងនឹងមានភាពស្ទាត់ជំនាញទៅលើការស្ដាប់អ្នកទាំងអស់គ្នាអាចសាកសម័យបានថាចុះបើសិនជាយើងអត់សូវបានវឹកហាត់ទេហើយសក់យើងក៏ទៅធ្វើលំហាត់ CO ឬក៏ទៅប្រឡងដែលមានលំហាត់ CO គឺច្បាស់ណាស់យើងនឹងមិនអាចយកបន្ទុកបានច្រើនទេព្រោះយើងអត់សូវមានភាពស្ទាត់ជំនាញអត់សូវបានសើមខ្លួនទៅលើការធ្វើលំហាត់បែបស្ដាប់ហ្នឹងអញ្ចឹងវានឹងមានភាពពិបាកមួយយើងកាន់តែច្រើនផងដែរអញ្ចឹងដើម្បីជៀសវាងពីភាពពិបាកទាំងអស់នេះអ្នកត្រូវតែឧស្សាហ៍វឹកហាត់ធ្វើកាលណាអ្នកវឹកហាត់កាន់តែច្រើនអ្នកនឹងកាន់តែស៊ាំខ្លួនឯងជាមួយនឹងអត្ថបទស្ដាប់ស៊ាំជាមួយនឹងគេនិយាយភាសាបារាំងជាពិសេសគឺស៊ាំជាមួយនឹងជនជាតិបារាំងផ្ទាល់ដែលពួកគាត់និយាយបារាំងកាន់យើងគឺដូចជាយើងនឹងងាយស្រួលទៅលើការធ្វើលំហាត់បែប CO ហើយងាយស្រួលក្នុងការយកបន្ទុកផងដែរកលឹះទី2នៅពេលដែលយើងធ្វើលំហាត់បែប CO អ្វីដែលយើងត្រូវធ្វើនោះគឺជាការអានបម្រាប់ប្រធានយើងមិនគួររំលងទៅលើការអានបម្រាប់ប្រធានទេព្រោះបម្រាប់ប្រធានគេនឹងប្រាប់យើងពី objective ដែលគេចង់បានគេចង់ឲ្យយើងធ្វើអ្វីអញ្ចឹងកាលណាតែយើងអានបម្រាប់ប្រធានយល់យើងដឹងថាយើងត្រូវធ្វើអ្វីដើម្បីយើងទៅរកចម្លើយហើយមួយទៀតហ្នឹងនៅក្នុងបម្រាប់ប្រធានក៏វាប្រាប់យើងអំពីតែមអំពីទំនោរដែលគេចង់បានដែរចឹងវាជាផ្នែកមួយដើម្បីជួយយើងទៅលើការធ្វើលំហាត់ហ្នឹងដើម្បីយើងងាយស្រួលដឹងពីបរិបទរបស់គេចង់និយាយហើយយើងក៏ងាយស្រួលរកចម្លើយបានផងដែរកលឹះទី3នៅពេលដែលអ្នកនរគ្នាអានបម្រាប់ប្រធានយល់ហើយរឿងបន្ទាប់ដែលអ្នកនរគ្នាត្រូវធ្វើគឺជាការអានសំណួរយល់ព្រោះនៅពេលដែលអ្នកនរគ្នាអានសំណួរយល់មានន័យថាអ្នកនរគ្នានឹងងាយស្រួលក្នុងការរកចម្លើយផងដែរចឹងដើម្បីអានសំណួរកាន់តែយល់ខ្ញុំមានវិធីសាស្ត្រមួយចំនួនចឹងដល់ពេលអ្នកគ្នាទៅប្រឡងឬក៏ធ្វើលំហាត់បែប CO ហ្នឹងជាទូទៅគេនឹងអនុញ្ញាតឲ្យអ្នកគ្នាប្រើខ្មៅដៃចឹងអ្នកគ្នាអាចប្រើខ្មៅដៃហ្នឹងទៅគូបន្ទាប់ឬគូចំណាំទៅលើពាក្យដែលអ្នកគ្នាគិតថាជាម៉ូខ្លីឬក៏ពាក្យសំខាន់ដើម្បីយើងងាយស្រួលក្នុងការស្វែងរកចម្លើយបានផងដែរចឹងនៅពេលដែលអ្នកគ្នាស្ដាប់អ្នកគ្នាក៏នឹងកលេចមើលពាក្យនឹងភ្លាមអ្នកគ្នានឹងងាយស្រួលដឹងថាអានឹងអាចជាចម្លើយចឹងអ្នកគ្នានឹងងាយស្រួលក្នុងការចាប់យកចម្លើយចឹងត្រង់នេះដែរក៏មានន័យថាដើម្បីជួយឲ្យការអានសំណួររបស់យើងកាន់តែយល់យើងក៏ត្រូវស្វែងរកម៉ូខ្លីឲ្យឃើញដូចគ្នាព្រោះកាលណាយើងរកម៉ូខ្លីឃើញវាងាយស្រួលយើងចាប់យកចម្លើយបានផងដែរកលឹះទី4គឺជាការស្វែងយល់អំពីប្រភេទសំណួរអញ្ចឹងកាលណាតែយើងយល់អំពីប្រភេទសំណួរវាក៏ងាយស្រួលយើងអានសំណួរកាន់តែយល់ហើយក៏ងាយស្រួលយើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកចម្លើយដើម្បីយើងដឹងថាសំណួរនេះជាប្រភេទសំណួរគេជាសំណួរប្រភេទ QCM ជាប្រភេទសំណួរដែលយើងត្រូវផ្ដល់ចម្លើយបំពេញចម្លើយហើយផ្ដល់ជា justification ឬក៏ជាប្រភេទសំណួរបិទ VNong ឬក៏ជាប្រភេទសំណួរ Bravo បែបណាដែរកាលណាតែយើងយល់អំពីប្រភេទសំណួរយើងក៏ងាយស្រួលក្នុងការស្វែងរកចម្លើយបានដូចគ្នាកលឹះទី5កលឹះនេះគឺជាកលឹះដែលសំខាន់ជាងគេបំផុតហើយនោះគឺជាការផ្ចង់អារម្មណ៍ស្ដាប់អញ្ចឹងនៅពេលដែលគ្រូក៏ចាប់ផ្ដើមចាក់អត្ថបទស្ដាប់អ្វីអ្នកនរគ្នាត្រូវធ្វើគឺជាការផ្ដោតនិងយកចិត្តទុកដាក់ទៅលើអត្ថបទស្ដាប់អ្នកទាំងអស់គ្នាមិនត្រូវអារម្មណ៍អ្នកទាំងគ្នាបែកឆ្វេងឬក៏ទៅគិតអីផ្សេងផ្ដេសផ្ដាស់ក្នុងពេលស្ដាប់នឹងទេដែលវាធ្វើយើងពិបាកផ្ចង់អារម្មណ៍ឬពិបាកផ្ដោតដើម្បីឲ្យចាប់យកចម្លើយផងដែរអញ្ចឹងអំឡុងពេលស្ដាប់នឹងស្រាប់តែអ្នកនរគ្នាបែកអារម្មណ៍គិតនឹកឃើញទៅលើការដើរលេងនឹកឃើញស៊ុបស៊ីឈွန်ឬក៏នឹកឃើញទៅលើការទៅលេងគិរីរំឬក៏នឹកឃើញកោះរ៉ុងអីក៏ដោយអាការនឹកឃើញអស់នឹងឬក៏បែកអារម្មណ៍អស់នឹងវានឹងធ្វើឲ្យអ្នកគ្នាពិបាកក្នុងការចាប់យកចម្លើយអញ្ចឹងវាធ្វើឲ្យអ្នកគ្នាអាចនឹងរើសចម្លើយខុសហើយការរើសចម្លើយខុសអ្នកគ្នានឹងអត់បានបន្ទុកច្រើនទេអញ្ចឹងការផ្ចង់អារម្មណ៍ស្ដាប់ផ្ដោតលើការស្ដាប់នឹងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះថាជាទូទៅអត្ថបទស្ដាប់គឺមានកំណត់គេអាចចាក់ត្រឹមតែម្ដងឬក៏ពីរដងចឹងបើសិនអ្នកគ្នាខកខានការស្ដាប់ម្ដងពីរដងនឹងហើយចាប់យកទិន្នន័យឬក៏ព័ត៌មានដែលគេផ្ដល់អត់បានទេអ្នកគ្នាចាប់យកចម្លើយខុសពេលហ្នឹងគឺអំបាលឡាយចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំចង់សួរសម្រាប់អ្នកគ្នាវិញថាអ្នកគ្នាចាប់បានគ្លឹះណាខ្លះហើយអ្នកគ្នាយល់ទេបើសិនជាមិនយល់ទេអត់ទៅសម្រាប់បងប្អូនដែលចង់សិក្សាភាសាបារាំងនិងភាសាអង់គ្លេសជាពិសេសគឺមក ameliorate ការស្ដាប់មិញហ្នឹងអ្នកគ្នាអាចបញ្ចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលមីជាមួយនឹងម្លាយសិក្សាដ៏សមរម្យបំផុតនៅក្នុងទីក្រុងភ្នំពេញហើយសម្រាប់ការសិក្សាចំនួន2ភាសាអ្នកគ្នាទទួលបានការបញ្ចុះម្លាយចំនួន 10% ផងដែរអញ្ចឹងកុំភ្លេចចុច like subscribe និង follow ទៅលើគេហទំព័ររបស់មជ្ឈមណ្ឌលមីឬ Mi Center ផងដែលមានដូចជា YouTube TikTok និង Facebook page ដើម្បីទទួលបានការចែករំលែកចំណេះដឹងទៅលើការរៀនភាសាបារាំងនិងភាសាអង់គ្លេសផ្សេងៗទៀតហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតFollow for more. Bye bye.